băng pi bay mưa tao một phó họ bài tắc đạm một kế hay dân băng cái bát bằng vô lấyរបាំប្រពៃណីគឺជាប្រភេទរបាំមួយដែលនៅជាមួយនឹងជីវិតពិតរបស់ប្រជាជនខ្មែររបាំនេះវាឆ្លុះបញ្ចាំងពីជីវភាពរស់នៅរបស់ប្រជាជនតាមតំបន់នីមួយៗឬអាចនិយាយបានថាគឺជារបាំទាំងឡាយណាដែលផ្សារភ្ជាប់ឬទាក់ទងនឹងពិធីជាប្រពៃណីពិធីដំណើរដូនតាតត្រកូលតជំនាន់ហើយមានរយៈពេលដ៏យូរលង់ណាស់មកហើយមានដូចជាជំនឿតាមតំបន់និងការនិយមដូចគ្នាអ្នកស្រីភឿកសុខេងគ្រូរបាំនិងជានាយកសាលាផ្នែករបាំប្រពៃណីនៃសាលាមធ្យមវិចិត្រសិល្បៈបានបង្ហាញអំពីរបាំប្រពៃណីយ៉ាងដូចនេះរបាំប្រពៃណីចែកចេញជាពីរប្រភេទគឺរបាំប្រពៃណីដែលជាប់តាក់ទងទៅនឹងជំនឿជឿសុបទៅលើអ្វីមួយពោលគឺរបាំប្រពៃណីសម្ដែងសម្រាប់ពិធីបន់ស្រន់ឬពិធីបុណ្យប្រពៃណីដោយប្រកាន់ជាប់នៅពេលវេលានិងកលៈទេសៈឧទាហរណ៍ដូចជារបាំត្រុដិដែលគេសម្ដែងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរអញ្ចឹងបានន័យថាបងប្អូនយើងតែដឹងហើយឲ្យតែមានពិធីបុណ្យចូលឆ្នាំខ្មែរហ្នឹងគឺគេតែងតែយករបាំត្រុដិមកសម្ដែងហើយមួយទៀតរបាំកាប់កបីផឹកស្រាដែលជនជាតិភាគតិចយើងនៅដូចជាភ្នងតំពូនក្រឹងគាត់យករបាំកាប់កបីផឹកស្រាហ្នឹងគឺគាត់កាប់កបីតែមែនតើណាកាប់កបីដើម្បីគាត់បន់ស្រន់ដល់អរុអ្នកតាដូចមុនថាក្នុងភូមិហ្នឹងក៏មានអាសន្នអីមួយគាត់តែងតែធ្វើពិធីកាប់កបីផឹកស្រាហ្នឹងគឺកាប់កបីហ្នឹងដើម្បីបន់ស្រន់ដល់អរុអ្នកតាព្រៃភ្នំហ្នឹងដើម្បីឲ្យគាត់សុំសេចក្តីសុខសេចក្តីចម្រើនមួយទៀតមុនគេធ្វើពិធីឧទាហរណ៍ថាឥឡូវដល់ខែវស្សាគេធ្វើពិធីដើម្បីកបង្កើតផលអញ្ចឹងគេតែងតែធ្វើពិធីកាប់កបីផឹកស្រាដើម្បីសែនព្រេនដល់អរុអ្នកតាព្រៃភ្នំដើម្បីសុំទឹកភ្លៀងសុំឲ្យគេបកកកាត់ផលបានសុខចម្រើនពាក់ព័ន្ធនឹងការសិក្សារបស់សិស្សនៅពេលដែលសិស្សបញ្ចប់ការសិក្សាសាលាតម្រូវឲ្យមានការច្នៃប្រឌិតបង្កើតស្នាដៃថ្មីតាមរយៈការចុះសិក្សាស្រាវជ្រាវនៅក្នុងកម្មវិធីសិក្សារបស់ផ្នែករបាំប្រពៃណីគឺគេមានមិនថាបុរាណឬមួយប្រពៃណីជាពិសេសរបាំប្រពៃណីរបាំប្រពៃណីគឺនៅពេលដែលសិស្សបញ្ចប់ការសិក្សាថ្នាក់ឆ្នាំទី6បានន័យថាបញ្ចប់ដើម្បីគាត់បន្តទៅរៀនបញ្ញាគឺគាត់តែងតែទៅឧទាហរណ៍ថាឥឡូវគ្រូឲ្យគាត់ទៅស្រាវជ្រាវតំបន់ថាដល់តំបន់ថាមណ្ឌលគិរីនិយាយពីជនជាតិយើងការបកកើតផលគាត់មិនអាហ្នឹងណាដើម្បីយកមកដើម្បីយើងមកច្នៃប្រឌិតនៃការតម្លើងស្នាដៃថ្មីហ្នឹងក្បាច់អីយើងនិយាយទៅបើជនជាតិធម្មតាគាត់រករបៀបគាត់ធ្វើតែអញ្ចឹងឯងមែនទេជនជាតិណាគាត់ធ្វើអញ្ចឹងយើងអត់បោះបង់របស់គាត់ចោលទេយើងត្រូវតែយើងយកអ្វីដែលជាអត្តចរិតរបស់គាត់យកមកបង្កើតស្នាដៃថ្មីបន្ទាប់មកយើងបន្ថែមនឹងលំអនៅរបាំនឹងបន្ថែមទេតែអត្តចរិតរបស់គាត់យកអត់ចោលដូចជនជាតិគេវិក្បាលអញ្ចឹងអាហ្នឹងនៅយកនឹងធ្វើអញ្ចឹងក្បាច់គាត់អត់មានហ្មងយ៉ាងយើងគាត់ធ្វើដៃអញ្ចឹងតែនៅពេលដែលយើងបានន័យថាចាស់យើងអត់បោះបង់ទេរក្សាចាស់ដើម្បីបង្កើតថ្មីនេះជារបាំដែលបង្កើតជាស្នាដៃថ្មីដែលចេញពីការសិក្សាស្រាវជ្រាវ
ចាចង់ជំរាបជូនដល់ពុកម៉ែបងប្អូនដែរតាក់ទងនឹងរបាំប្រពៃណីខ្មែរយើងមានសម្បូរបែបតែម្ដងគឺពីធម្មជាតិយើងដកស្រង់ពីធម្មជាតិមានសម្បូរបែបមិនមែនឧទាហរណ៍មិនមែនថារបាំតឡោកនេសាទឈ្នៀងរត់ទេរបាំតឡោកនេសាទឈ្នៀងរត់គឺជារបាំរបស់លោកគ្រូចំនួនដើមដែលគាត់បន្សល់ទុកឲ្យយើងត្រូវថែរក្សារបាំហ្នឹងគឺមានតាំងពីឆ្នាំ1965អីណោះតាំងពីចំនួនគ្រូតាគ្រូអីខ្ញុំណោះអញ្ចឹងអ្វីក៏ដោយសាលាមធ្យមជាថ្នាបដោះអត់ឲ្យបាត់បង់ទេរក្សាដើមអភិវឌ្ឍថ្មីអញ្ចឹងដូចខ្ញុំជម្រាបជូនអញ្ចឹងគឺនៅកន្លែងថ្នាបដោះរបាំបានន័យថាអាចារ្យរក្សារហូតគឺក្មេងត្រូវតែរៀនរហូតទោះតែត្រឡោកនេសាទហ្នឹងគេមានកម្រិតគេឧទាហរណ៍ថាចូលដល់ភ្លាមថ្នាល3គឺគាត់រៀនតែក្បាច់បាតប្រពៃណីឆាកបញ្ចុះទេគាត់អត់មានដល់របាំទេដល់ពេលចូលដល់ឆ្នាំទី1បានតែគាត់ចេះរបាំគោះត្រឡោកគ្រូបង្រៀនរបាំគោះត្រឡោកអញ្ចឹងពួកគាត់ទាំងអស់វាមានកម្រិតថ្នាល3គាត់បង្រៀនក្បាច់បាតប្រពៃណីហើយនឹងឆាកបញ្ចុះឆ្នាំទី1គាត់បង្រៀនរបាំគោះត្រឡោកតែរក្សាក្បាច់បាតរហូតតាំងពីថ្នាល3រហូតដល់ឆ្នាំទី6គឺក្បាច់បាតប្រពៃណីដូចជាកខអញ្ចឹងគឺជាគ្រឹះបណ្ដុះជាគ្រឹះបណ្ដុះនៃរបាំទាំងអស់ហើយចង់ជំរាបជូនថារៀងរាល់ឆ្នាំនៅពេលដែលសិស្សគាត់ប្រឡងបាក់ឌុបគាត់តែងតែធ្វើរបាំបង្កើតរបាំស្នាក់អីថ្មីហ្នឹងអញ្ចឹងមិនមែនដោយសារយើងអត់បានបង្ហាញឲ្យដឹងដល់បងប្អូនយើងដឹងទូលំទូលាយទេរៀងរាល់ឆ្នាំមិនថាអីដូចជាខ្ញុំចាស់ខ្ញុំប្រឡងចប់98 99ខ្ញុំបង្កើតស្នាដៃមួយគឺរបាំកម្មាខ្មែរមហូតដល់សម័យហ្នឹងគឺនៅរក្សារបាំកម្មាខ្មែរដែលមានផលប្រយោជន៍សម្រាប់ប្រជាជនខ្មែរយើងគឺមានកម្មាឯងមិនមែនមានកសែងបុកគោទេណាចាអញ្ចឹងជីដូនជីតាយើងគាត់ទៅវត្តទៅវាយគាត់តែងតែបងកម្មាសទូកម្មាទៅសរសេរចំការគឺខ្ញុំអ្នកស្នាដៃរបាំកម្មាខ្មែរខ្ញុំបង្កើតហ្នឹងរហូតមកដល់ឥឡូវក៏គេនៅតែសម្ដែងដែររបាំហ្នឹងណាហើយអញ្ចឹងបានថាអ្វីដែលមានប្រយោជន៍សម្រាប់ជាតិសាលាលោកគ្រូអ្នកគ្រប់គ្រងគាត់ថែរក្សាអត់ឲ្យបាត់បង់ទេសូមគាំទ្រនិងចូលរួមថែរក្សាវប្បធម៌អរិយធម៌និងមរតកប្រពៃណីខ្មែរដ៏សម្បូរបែបតាមរយៈការឲ្យតម្លៃដល់អ្នកបង្ហាត់បង្រៀននិងសិក្សារៀនសូត្រពីរបាំទាំងអស់នេះ